ក្រុមខ្ញុំគឺជាក្រុមទី3ហើយមានសមាជិក4នាក់ សួរនាងខ្ញុំឈ្មោះជ័យស៊ីណេល ជំរាបសួរនាងខ្ញុំឈ្មោះសវត្ថៅរី ជំរាបសួរនាងខ្ញុំឈ្មោះអនុសុមានីសា Được số nhưng mà không sao để đi. ដើម្បីធ្វើ traffic line forward បានគឺពួកយើងត្រូវការសម្ភារៈនិងគ្រឿងអគ្គិសនីដូចជាចំពោះសម្ភារៈហ្នឹងមានដូចជាទី1បតទី2អាស៊ីកាឡុកទី3កន្ត្រៃទី4ប្រដាប់សារទី5សំណប់សារទី6នឹងឆ្នាំងអ៊ុតចំពោះគ្រឿងអគ្គិសនីវិញមានដូចជា Thermo 555 IC 47 LED ពណ៌ក្រហម LED ពណ៌បៃតង LED ពណ៌លឿងហើយនិង LED ពណ៌ខៀវtransistor ប្រែប្រួល battery conceal capacitor 100 microfarad capacitor 0.01 microfarad diode ហើយនិង tip lock ហើយគ្រឿងដែលសំខាន់ចាំបាច់បំផុតនៅក្នុងគម្រោងមួយនេះគឺមានដូចជា IC 47ហ្នឹងវាគឺជា discard counter មួយប្រភេទដែលគេរាប់ដល់10ដូចជាពី0ដល់9 IC 555ហ្នឹងគឺជា IC មួយប្រភេទដែលមានការកំណត់ពេលវេលានិងសៀកខ្វៃបញ្ចូលគ្នាតែមួយហើយត្រូវបានកំណត់ជាពេលវេលាមួយ IC 555អាចត្រូវបានប្រើប្រាស់ដើម្បីផ្ដល់ការពន្យាពេលវេលាមួយលំយោគឺហៅថា plug clock តែនេះបន្ទាប់ពីយើងបានដឹងអំពីសម្ភារៈនិងគ្រឿងអគ្គិសនីរួចមកយើងត្រូវដឹងអំពី IC ចំនួន2ទៀតដែលវាមានសារៈសំខាន់នៅក្នុងcircuit ទាំងមូលចឹងហើយ IC ទាំងពីរហ្នឹងវាមាន Thermo 555និង IC 47ខ្ញុំចំណុចបន្តខ្ញុំនឹងបញ្ជាក់អំពីទូនាទីនិងជើងមួយរបស់វាបានកាន់ច្បាស់ពោះ Thermo 555វាមាន8ជើងជើងទី1ជើង ground ប្រើសម្រាប់ភ្ជាប់ជាមួយខ្សែដីជើងទី2ជើង trigger ប្រើដើម្បីបដូរ circuit flip flop ពី set ទៅ reset ជើងទី3ជើង output ប្រើសម្រាប់បញ្ជូនទិន្នន័យទៅឲ្យគ្រឿងទទួលផ្សេងៗឬក៏ IC ផ្សេងទៀតជើងទី4ជើង reset ប្រើដើម្បី reset ទិន្នន័យឡើងវិញនៅពេលដែល timer របស់យើងធ្វើការចប់ជើងទី5ជើង control voltage ប្រើដើម្បីគ្រប់គ្រងទៅលើចំនួនតង់ស្យុងជើងទី6ជើង threshold នៅពេលដែលមានតង់ស្យុងប្រើប្រាស់ជើងនេះតង់ស្យុងរបស់វានឹងផ្ទុយពីតង់ស្យុងដើមហើយ set state នៃ circuit flip flop របស់វាអាចត្រូវបានអាស្រ័យទៅនឹង amplitude នៃជើង threshold មួយនេះជើងទី7ជើង discharge ជាជើងចំហជើងទី8ជើង supply terminal ឬក៏ជាជើងប្រភពសម្រាប់ផ្ដល់ទៅឲ្យ timer 555រីឯ IC 47វិញវាមាន16ជើងជើងទី1ជា output ទី5ជើងនេះនឹងភ្លឺនៅពេលដែល counter រាប់ដល់លេខ5ជើងទី2ជា output ទី1ជើងនេះនឹងភ្លឺនៅពេលដែល counter រាប់ដល់លេខ1ជើងទី3ជា output 0ជើងនេះនឹងភ្លឺនៅពេលដែល counter រាប់ដល់លេខ0ជើងទី4ជា output 2ជើងនេះនឹងភ្លឺនៅពេលដែល counter រាប់ដល់លេខ2ជើងទី5ជា output ទី6ជើងនេះនឹងភ្លឺនៅពេលដែល counter របស់យើងរាប់ដល់លេខ6ជើងទី6ជា output ទី7ជើងនេះនឹងភ្លឺនៅពេលដែល counter រាប់ដល់លេខ7ជើងទី7ជា output ទី3ជើងនេះនឹងភ្លឺនៅពេលដែល counter របស់យើងរាប់ដល់លេខ3ជើងទី8ជាជើង ground ប្រើសម្រាប់ភ្ជាប់ជាមួយខ្សែដីជើងទី9ជា output ទី8ជើងនេះនឹងភ្លឺនៅពេលដែល counter រាប់ដល់លេខ8ជើងទី10ជា output ទី4ជើងនេះនឹងភ្លឺនៅពេលដែល counter រាប់ដល់លេខ8ជើងទី11ជា output ទី9ជើងនេះនឹងភ្លឺនៅពេលដែល counter រាប់ដល់លេខ9ជើងទី12ជើង CO ឬក៏ជើង carry out ប្រើដើម្បីតភ្ជាប់ពី IC 47មួយទៅ IC 47មួយទៀតដើម្បីឲ្យទិន្នន័យអាចរាប់បាន20លេខឬក៏ counter បាន20ដងជើងទី13ជាជើងបិទនៅក្នុងប្រតិបត្តិការធម្មតាវាភ្ជាប់ជាមួយនឹងខ្សែដីឬក៏ logic low ជើងទី14ជាជើង clock ជើងសម្រាប់ទទួលទិន្នន័យពី IC ផ្សេងៗក៏ដូចជា timer 555ជើងទី15ជាជើងកំអឬជើង reset ប្រើសម្រាប់ reset ទិន្នន័យឡើងវិញនៅពេលដែល IC 47ធ្វើការចប់ជើងទី16ជាជើង VCC ជើងសម្រាប់ផ្ដល់ប្រភពទៅឲ្យ IC ឆ្នៃបន្ទាប់និយាយអំពី circuit នៃភ្លើង stop 4ផ្លូវហ្នឹងរបស់ក្រុមរបស់ខ្ញុំហើយ circuit នេះខ្ញុំបានគូរនៅក្នុងកម្មវិធី Protest ហើយខ្ញុំបានតេស្តទៅគឺវាដំណើរការប៉ុណ្ណាដំណើរការខ្ញុំចែកជា2 block ខាងអំពូលគឺ2 block ឬក៏2ទិសឧទាហរណ៍អ្នកទាំងអស់គ្នាងាយយល់ទិសខាងនេះទិសខាងលិចនិងខាងកើតអានេះទិសខាងជើងនិងខាងត្បូងអញ្ចឹងលិចនិងកើតវាមានផ្លូវ2ផ្លូវខាងលិចទិសលិចនិងទិសកើតធ្វើដំណើរទៅនឹងមកហើយទិសខាងជើងនិងត្បូងធ្វើដំណើរទៅនឹងមកដូចគ្នា
ដោយ circuit នេះខ្ញុំចែកជា3ផ្នែកនៅខាង IC សំខាន់ធំដែលមានផ្នែកទី1 timer 555ជាមួយនឹង battery នៅពេលដែល battery ចូលនៅក្នុង timer 555វាផ្ដល់ប្រភពឲ្យអញ្ចឹង circuit ក្នុងរបស់ timer 555វាចាប់ផ្ដើមដំណើរការហើយវាបញ្ជូន output មកឲ្យ IC 40 ampere ទី1ចេញតាម Q3 មកជើងទី14គឺចូលជើង clock នៃ IC 40 ampere ទី1នៅពេលដែលទទួលបាន clock ចូលហើយ IC 40 ampere ទី1នេះវាចាប់ផ្ដើមដំណើរការ circuit ខាងក្នុងវាចាប់ផ្ដើមដំណើរការអញ្ចឹងហើយវាបញ្ជូន output របស់វាទាំង10ពីគុយ0ដល់គុយ9មកកាន់អំពូលទាំង3ពណ៌ផ្សេងគ្នាដោយក្នុងនោះយើងបានចែក output វាប្រើដាច់ដោយឡែកពីគ្នាដោយ output ចំនួន5ពីគុយ0ដល់គុយ4យើងប្រើពជាទៅលើអំពូលពណ៌ក្រហមយើងប្រើ5ជើងពជាទៅលើអំពូលពណ៌ក្រហមមូលហេតុដែលយើងប្រើ5ជើងពជាទៅលើអំពូលមួយពណ៌ដោយសារយើងចង់ឲ្យអំពូលពណ៌ក្រហមហ្នឹងវាភ្លឺបានយូរអញ្ចឹងបានយើងពជា5ជើងអញ្ចឹងនៅពេលដែល counter របស់យើងរីតពីគុយរីតដល់គុយ1អំពូលពណ៌ក្រហមភ្លឺដដែលរីតដល់គុយ0ភ្លឺដដែលគុយ2ភ្លឺដដែលគុយ3ក៏អំពូលក្រហមយើងនៅតែភ្លឺគុយ4ក៏អំពូលក្រហមយើងនៅតែភ្លឺព្រោះប្រភពចេញរបស់វាព្រោះអាវខាងចេញរបស់វាយើងពងចូលគ្នាបន្ទាប់មកចូលដល់ output បន្ទាប់ output ទី5 output ទី6 output ទី7និង output ទី8យើង4ជើង4 output យើងបញ្ជាទៅកាន់អំពូលពណ៌បៃតងហើយដូចគ្នាដែរ counter វារាប់ចំនួន4ដងរាប់ពីគុយ5គុយ6គុយ7គុយ8រាប់គ្រប់4 output ហ្នឹងបានវាបដូរពណ៌ទៅភ្លឺភ្លើងពណ៌ក្រហមវិញដោយសារអ្នកនរគ្នាជើង IC ខាងជើងចេញខាង IC 47នេះវាដំណើរការវាបញ្ជូនទិន្នន័យចាប់ដើមពីគុយ0ដល់គុយ9ជាក់លាក់តាមលំដាប់លំដោយពីគុយ0គុយ1គុយ2គុយ3គុយ4គុយ5គុយ6គុយ7គុយ8គុយ9ដោយតែខ្ញុំបញ្ជាក់នៅខាងលើដែលបញ្ជាក់អំពីជើងរបស់ IC 47នៅសល់ចុងក្រោយមក output នេះ output ទី9យើងប្រើវាតែមួយជើងទេបញ្ជាទៅលើអំពូលពណ៌លឿងដោយសារពណ៌លឿងភ្លើងស្តុបវាលឿនជាងគេមានតែពណ៌ក្រហមហើយនិងពណ៌បៃតងឯងវាយូរជាងគេចឹងហើយចូលដល់ IC ទី2 IC ទី2ឬក៏ផ្នែកទី2វាអត់មានអីខុសពីផ្នែកទី1ទេវាដំណើរការដូចគ្នាទិន្នន័យដែលវាទទួលបានដូចគ្នាគឺព្រោះយើងយកទិន្នន័យខាងចូលរបស់វាយកពី output ទី3ខាងលើដូចគ្នាយើងពងខ្សែយកមកគ្រាន់តែថាយើងប្រើជើងពជាទៅលើអំពូលឆ្លាស់គ្នាយើងប្រើជើងឆ្លាស់ពីជើងទី1ដោយសារនេះយើងមើលអាទី1យើង5ជើងខាងលើយើងពជាទៅលើអំពូលពណ៌ក្រហមអញ្ចឹងដើម្បីបានពជាអំពូលលើពជាអំពូលភ្លើងពណ៌ក្រហមនេះយើងបាន2ផ្លូវហើយអញ្ចឹងដើម្បីពជាអំពូលមក2ផ្លូវទៀតដែលវាផ្ទុយពី2ផ្លូវខាងលើអញ្ចឹងយើងត្រូវពជាជើងខាងលើហ្នឹងជើង output វានេះមកពជាអំពូលពណ៌បៃតងវិញព្រោះយើងចង់បានទិន្នន័យដែលផ្ទុយពីទិន្នន័យខាងលើព្រោះភ្លើង stop វាអាចមានពណ៌ដូចគ្នាពីទិសដូចគ្នាពីទិសក្រោមផ្ទុយពីពីទិសលើអញ្ចឹងបាន output ខាងក្រោម output បៃតងនេះយើងពជាមក output ទីបៃតង4 output នេះយើងពជាមក3ភ្លើងពណ៌បៃតងហើយ output ទី4 output កដា output ទី4យើងពជាមកកាន់អំពូលពណ៌លឿងដដែលចំណែក5 output ក្រោមយើងពជាទៅកាន់អំពូលពណ៌ក្រហមអំពូលវាដូចគ្នាអ្នកឃើញមើលពណ៌ក្រហមអានេះក្រហមអានេះលឿងអានេះខៀវអានេះក្រហមអានេះលឿងអានេះខៀវគ្រាន់តែថាយើងឆ្លាស់ជើងកន្លែង IC នេះដើម្បីឲ្យអំពូលរបស់យើងនេះដំណើរការផ្ទុយពីទី1ទើបយើងបង្កើតបានជាភ្លើង stop 4 ផ្លូវបានហើយអាហ្នឹងជា circuit នៅក្នុង schematic អានេះជា circuit schematic យើងបំបែកវាយើងកាត់ជាផ្នែកដើម្បីយកទៅចាក់នៅលើ board PC board layout circuit របស់វាដែលខ្ញុំបំបែកចេញមកយើងកាត់វាជាផ្នែកអានេះ 3D view circuit របស់ខ្ញុំមានប៉ុណ្ណឹងអ្នកនរគ្នាអាចមើលបានគឺខ្ញុំយកអាហ្នឹងចាំបែកទៅចាក់នៅលើ board អានេះ circuit ខាងមុខហើយនេះជា circuit ខាងក្រោយរបស់វាមានខ្សែសម្រាប់ឲ្យយើងចោះនៅពេលដែលយើងចាក់ board រួចហើយ ចំពោះផលវិបាកនៃការធ្វើ project traffic light 4 way នេះឡើងគឺយើងជួបបញ្ហាបន្តិចបន្តួចគឺទៅលើការចាក់ board ដោយការចាក់ board គឺជា
គឺយើងជាការចាក់ដំបូងអញ្ចឹងទៅវាមាននឹងការផ្សារលើកដំបូងដែរអញ្ចឹងវាមានភាពរអាក់រអួលដែលវាធ្វើឲ្យវាមានការឆ្លងជើងដែលអញ្ចឹងទៅធ្វើឲ្យភ្លើងអំពូលចរាចរណ៍របស់យើងនឹងមានភាពរអាក់រអួលវាភ្លឺអត់ទៅតាមអ្វីដែលយើងចង់បានដូច្នេះយើងត្រូវការចំណាយពេលសិក្សាទៅលើវាបន្ថែមទៀតទៅធ្វើឲ្យវាបានល្អអ្នកនរគ្នាចំពោះដំណើរការគឺយើងបានធ្វើតេស្តទៅលើប្រទេសឲ្យវាដំណើរការរួចមកហើយក៏យើងបានធ្វើការដំឡើងវាឲ្យដោយរូបពិតរួចហើយដែរហើយបន្ទាប់មកការដំឡើងនេះគឺយើងសិក្សាទៅលើ3ផ្នែកគឺផ្នែកទី1សិក្សាទៅលើ Hammer 555ផ្នែកទី2សិក្សាទៅលើ IC 47ទី1និងមួយទៀតសិក្សាទៅលើ IC 47ទី2ចំពោះ IC 555ពេលដែលមានប្រភពចូលជើងទី8គឺជាជើងបោកជើងទី1គឺជើងដកនៃ Hammer 555នោះគឺចាប់ផ្ដើមដំណើរការហើយវាបញ្ជូនសញ្ញាឬទិន្នន័យជា clock ហ្នឹងតាមជើងទី3របស់វាទៅកាន់ជើងទី12នៃ IC 4017ទី1ដែលជាជើង clock ទិន្នន័យបញ្ជូនលឿនឬយឺតអាស្រ័យទៅលើ resistance ប្រែប្រួលហើយផ្នែកទី2គឺ IC 4017ទី1បន្ទាប់ពីជើង clock ទី12ហ្នឹងទទួលបាន clock pulse ពី Hammer 555មកវានេះវាចាប់ផ្ដើមដំណើរការម្ដងវាចាប់ផ្ដើមដោយការ counter ពីលេខ0គឺជើង IC គួយ0ទៅជើងទី9គឺជើង IC គួយ9រួចមកវាចាប់ផ្ដើម reset រួចក៏ធ្វើការឡើងវិញលក្ខណៈជា cycle ហើយ output គួយ0ទៅគួយ9ហ្នឹងយើងយកទៅប្រើប្រាស់ជាមួយនឹង LED ពណ៌ក្រហមពណ៌លឿងនិងពណ៌បៃតងពោះផ្នែកទី3គឺ IC 47ប៉ុន្តែជា IC ទី2ដំណើរការរបស់វាគឺផ្ទុយពី IC 47ទី1ពីព្រោះប្រភពរបស់វាយើងភ្ជាប់មកពីជើង output ទី3នៃ timer តែមួយចូលទៅកាន់ជើង clock នៃ IC 47ទី2ដូចនេះ output របស់ IC 47ទី2គឺមានទិន្នន័យដូចទី1ដែរគ្រាន់តែយើងយក output របស់វាទៅភ្ជាប់ជាមួយ LED ផ្ទុយពី LED នៃ IC ទី1ដើម្បីបញ្ជាអំពូលផ្ទុយគ្នាបង្កើតបានជាភ្លើងស្តុប4ផ្លូវតាមរយៈការសិក្សាស្រាវជ្រាវចំណេះដឹងដែលយើងទទួលបានគឺមានដូចជាទទួលបានចំណេះដឹងថ្មីពីការស្រាវជ្រាវរបស់ពួកយើងហើយយល់ដឹងពីគ្រឿងអគ្គិសនីរបស់យើងកាន់តែច្បាស់មួយទៀតធ្វើឲ្យយើងយល់ច្បាស់ពីមេរៀន counter និង IC ដែលយើងមកយកមកប្រើប្រាស់ផងដែរបើរឹងផ្នែកស្រាវជ្រាវនិងអនុវត្តដោយផ្ទាល់មានការអភិវឌ្ឍការប្រើប្រាស់កម្មវិធីប្រទេសបង្កើនសមត្ថភាពនិងចំណេះដឹងរបស់ពួកខ្ញុំនឹងឲ្យកាន់តែច្បាស់ជាងមុនហើយចំណែកបទពិសោធន៍ជាមួយមិត្តរួមក្រុមគឺពួកយើងចេះសហការគ្នាចេះយោគយល់គ្នានិងបែងចែកពេលវេលាបានច្បាស់ពេលដែលពួកយើងបានសិក្សាអំពី traffic light 4 way កន្លងមកហ្នឹងគឺយើងបានតម្លើងវាចេញជារូបរាងហើយក៏បានធ្វើតេស្តសាកល្បងក្នុងការបញ្ជាហើយនិងសង្កេតពីដំណើរការរបស់វាចំពោះការតេស្តសាកល្បងរបស់យើងហ្នឹងគឺយើងស្វែងយល់អំពីចំណុចខុសឆ្គងហើយនិងភាពល្អិតល្អួលនៃប្រព័ន្ធដំណើរការរហូតដល់ពួកយើងសង្កេតឃើញថាវាដំណើរការរលូនតាមគម្រោងដែលពួកយើងចង់បាន Come on, Harry, we want to say goodnight to you. ក្រុមពួកយើងខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់និងទស្សនាវីដេអូក្រុមរបស់ពួកយើងខ្ញុំហើយនេះគឺជាបញ្ចុចដែលពួកខ្ញុំទទួលបានជោគជ័យនិងរលូនទៅតាមគម្រោងដែលពួកយើងត្រូវការ